ព្រឹកបាទមកនិយាយលម្អិតអំពីបាតដៃពុកម៉ែបងប្អូនដែលមានសញ្ញាខ្វែងនៅចំកណ្ដាលបាតដៃឬគេហៅថាសញ្ញាកាកបាទឬខ្វែងជើងក្អែកណាហ្នឹងហើយមកនិយាយលម្អិតជូនបងប្អូនអញ្ចឹងពុកម៉ែបងប្អូនលាតបាតដៃមើលទៅណាហើយចាំស្ដាប់ការលម្អិតរបស់ខ្ញុំតើអ្នកដែលមានបាតដៃរូបសញ្ញាខ្វែងជើងក្អែកណាបាទនេះឃើញទេបងប្អូនណាទេខ្ញុំថតខ្លួនឯងហ្នឹងវាពិបាកអញ្ចឹងពុកម៉ែបងប្អូនចាំទៅណាបាទអ្នកដែលមានសញ្ញាខ្វែងជើងក្អែកនៅបាតដៃនេះគឺជាមនុស្សដែលមានវាសនាខុសពីអ្នកដែលអត់មានបាទហើយបាតដៃសញ្ញាខ្វែងជើងក្អែកនៅបាតដៃនេះពុកម៉ែបងប្អូនមិនមែនមានគ្រប់មនុស្សទេណាបាទមានអ្នកខ្លះអត់មានសោះតែម្ដងអ្នកខ្លះគឺមានហើយសញ្ញាខ្វែងជើងក្អែកនេះបើយើងគិតតាមបែបជំនឿគេហៅថាគឺជាត្រាសម្គាល់ពីជាតិមុនមកបាទគេបោះត្រាមកសម្គាល់ថាយើងជាមនុស្សមួយដែលទេវតាអស់បុណ្យបាទចុះមកចាប់កំណើតនៅឋានមនុស្សហើយចុះមកចាប់កំណើតហ្នឹងគឺមកជួយទី1គឺថាជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនាបើសិនជាបានបួសវិញល្បីល្បាញណាស់អ្នកដែលមានបាតដៃសញ្ញាកាកបាទនេះគឺជួយទំនុកបំរុងព្រះពុទ្ធសាសនាទី2ចុះមកជួយកែប្រែជីវិតមនុស្សលោកទូទៅបាទជួយកែប្រែមនុស្សលោកទូទៅហ្នឹងទំនាយបាតដៃគេថាអញ្ចឹងទេណាមិនមែនខ្ញុំថាទេបងប្អូនទំនាយបាតដៃថាអញ្ចឹងអ្នកដែលមានបាតដៃសញ្ញាខ្វែងជើងក្អែកនេះសូមបញ្ជាក់ថាអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់យើងមើងងាយយើងជាបាតយើងអ្នកនោះនឹងអន្តរាយខ្លួនឯងនឹងអ្នកដែលមានសញ្ញាបាតដៃខ្វែងជើងក្អែកហើយអ្នកដែលមានសញ្ញាខ្វែងជើងក្អែកនៅបាតដៃនេះត្រូវចងចាំថាទី1ជាយាងសាងអំពើល្អធ្វើបុណ្យឲ្យច្រើនសាងសេចក្តីល្អឲ្យច្រើនដើម្បីឲ្យទេវតាគេជួយអបអរសាទរនិងឲ្យផលឲ្យលាភឲ្យជ័យដល់យើងតែបើយើងមានសញ្ញាបាតដៃខ្វែងជើងក្អែកនេះហើយយើងអត់ធ្វើបុណ្យអត់សុនទានអត់សាងអំពើល្អអ្វីសោះនោះផលបុណ្យ12ឆ្នាំបានឲ្យម្ដងបានឲ្យផលយើងម្ដងអញ្ចឹងយើងរស់វេទនាណាស់អញ្ចឹងអ្នកដែលមានបាតដៃសញ្ញាខ្វែងជើងក្អែកនេះដែលវេទនាហ្នឹងគឺអ្នកហ្នឹងអត់សូវចេះធ្វើបុណ្យអត់សូវជួយយកចិត្តទុកដាក់ដល់អ្នកដទៃដូច្នេះហើយលំបាកណាស់អ្នកដែលមានសញ្ញាខ្វែងជើងក្អែកកើតមកជាតិនេះគឺលំបាកក្រតោកយ៉ាតែម្ដងតែបើសាងបុណ្យសាងកុសលធ្វើអំពើល្អច្រើនអ្នកនោះនឹងបុណ្យឲ្យជាអចិន្ត្រៃយ៍តែម្ដងណាមិនដាច់លុយចាយមិនដាច់បាយហូបទេដោយសារយើងជាពពួកទេវតាចុះមកចាប់កំណើតអញ្ចឹងទេវតាគេនឹងដឹងពេលណាដែលយើងសាងអំពើល្អព្រោះយើងជាទេវតាចុះមកចាប់កំណើតអញ្ចឹងគេឲ្យមកយើងមកសាងអំពើល្អមកជួយមនុស្សលោកនៅឋានមនុស្សលោកមកជួយកែប្រែគ្នាបដោះបដាជួយណែនាំគេឲ្យសាងអំពើល្អដូច្នេះហើយបើយើងអត់បានសាងអ្វីសោះយើងនឹងជួបផលលំបាកដល់ខ្លួនឯងចឹងហើយអ្នកដែលមានបាតដៃសញ្ញាខ្វែងជើងក្អែកនេះទី1ត្រូវខំប្រឹងសាងអំពើល្អធ្វើបុណ្យសុនទានចេះជួយអ្នកដទៃយកចិត្តទុកដាក់លើរឿងធម៌អាជួយទំនុកបំរុងដល់ពុទ្ធសាសនាអ្នកនឹងបានទទួលផលល្អជាវិជ្ជមានតែម្ដងណានឹងអ្នកដែលមានសញ្ញាខ្វែងជើងក្អែកហ្នឹងហើយអ្នកដែលមានសញ្ញាខ្វែងជើងក្អែកនេះជាពិសេសគួរកុំជេរបន្តិចដល់អ្នកដទៃឡើយណាព្រោះទឹកមាត់អ្នកដែលមានសញ្ញាខ្វែងជើងក្អែកគេចាត់ទុកថាជាទឹកមាត់ប្រៃអញ្ចឹងកាលណាបើជេរបន្តិចឬដាក់ដាស់សារអ្នកដទៃគេនឹងអន្តរាយតែម្ដងហើយអ្នកដែលមានបាតដៃសញ្ញាខ្វែងជើងក្អែកនេះអ្នកណាហ៊ានប៉ះពាល់មើងងាយជាបាតយើងដែលមានសញ្ញាខ្វែងជើងក្អែកនឹងបាតដៃនេះណាអ្នកនោះនឹងអន្តរាយតែម្ដងបាទអន្តរាយវិនិច្ឆ័យខ្លួនឯងតែម្ដងអញ្ចឹងអ្នកមានបាតដៃសញ្ញាខ្វែងជើងក្អែកនេះល្អណាស់បងប្អូនល្អអញ្ចឹងសំខាន់ឲ្យចេះធ្វើបុណ្យសុនទានចេះជួយទំនុកបំរុងពុទ្ធសាសនាផងនឹងបានល្អអញ្ចឹងបញ្ជាក់មកថាបើសិនជាយើងអត់ចេះធ្វើបុណ្យសុនទានសោះនោះផលបុណ្យនឹងឲ្យយើងរៀងរាល់12ឆ្នាំបានឲ្យផលម្ដងឧទាហរណ៍ថាយើងរស់វេទនាណាចិត្តនឹងស្លាប់ទៅវិញ12ឆ្នាំក្រោយមកបានបុណ្យជួយឧបត្ថម្ភចឹងហើយបានទាមទារឲ្យអ្នកដែលមានសញ្ញាខ្វែងជើងក្អែកបាតដៃនេះជាយាមធ្វើបុណ្យដើម្បីឲ្យទេវតាគេអបអរសាទរគេជួយជ្រោមជ្រែងយើងវិញចឹងណាពុកម៉ែបងប្អូនហើយមួយទៀតបើសិនជាយើងធ្វើបុណ្យសុនទានហើយនៅតែមិនសូវផលឲ្យយើងត្រូវអុជធូប16សរសៃប្តឹងប្រាប់អស់ទេវតាទាំងអស់ដែលជាមិត្តយើងកាលពីជាតិមុនព្រោះយើងជាទេវតាចូលមកចាប់ជាតិនោះយើងត្រូវអុជធូប16សរសៃផ្ដាំប្រាប់អស់ទេវតាទាំងអស់ត្រង់ថាខ្ញុំមកកើតនៅឋានមនុស្សនេះកំពុងតែលំបាកនឹងអញ្ចឹងសូមឲ្យអស់លោកទាំងអស់ដែលជាទេវតាជួយឧបត្ថម្ភខ្ញុំផងហើយយើងប្រាថ្នាចង់បានអីប្រាប់គេតាមនឹងទៅ
គេនឹងជួយឧបត្ថម្ភយើងវិញហើយណាបាទអានឹងបាតដៃសញ្ញាខ្វែងជើងក្អែកអញ្ចឹងបងប្អូនកុំភ្លេចជួយ share ចែកគ្នាដឹងចែកគ្នាយល់អំពីសញ្ញាខ្វែងជើងក្អែកនិងបាតដៃថាវាមានន័យយ៉ាងម៉េចអញ្ចឹងណាបងប្អូនហើយបងប្អូនលាតបាតដៃមើលទាំងអស់គ្នាទៅថាមានសញ្ញាខ្វែងជើងក្អែកជើងអត់ណាហើយបើមានសញ្ញាខ្វែងជើងក្អែកបងប្អូននឹងស្ដាប់ការពិពណ៌នាខ្ញុំតាំងពីដើមមកនឹងទៅបងប្អូននឹងយល់អត្ថន័យហើយបាទកុំភ្លេចជួយ share បាទអរគុណច្រើន